បានគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់ដែលកំពុងតែតាមដានទស្សនានៅ Channel Peace News ទាំងអស់គ្នាសម្រាប់ថ្ងៃនេះគឺជាថ្ងៃទី25នៃខែកញ្ញាឆ្នាំ2025ហើយខ្ញុំបាទ Peace News ថ្ងៃនេះក៏មកធ្វើការអាប់ដេតពាក់ព័ន្ធជាមួយនឹងករណីព្រឹត្តិការណ៍បងប្អូនណាស្ថានភាពព្រឹត្តិការណ៍ដែលកំពុងតែកើតមាននៅឯប្រទេសថៃដើម្បីលើកយកមកចែករំលែកចែកជូនដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍នានាដែលកើតមានប្រទេសថៃទៀតហើយបងប្អូនក្នុងថ្ងៃនេះយើងមកតអំពីព្រឹត្តិការណ៍កើតមានកាលពីម្សិលមិញនៅថ្ងៃទី24នៃខែកញ្ញាឆ្នាំ2025កន្លងទៅដែលប្រទេសថៃទីក្រុងបាងកកបានបាក់រណ្ដៅដ៏ធំមួយបងប្អូនណាដែលមានទំហំទៅដល់30 x 30 ម៉ែត្រហើយជម្រៅរហូតទៅដល់15ម៉ែត្របងប្អូនណាជម្រៅរហូតដល់15ម៉ែត្រហើយលាតសន្ធឹងនៅក្នុងផ្លូវនៅឯទល់មុខមន្ទីរពេទ្យវ៉ាជីរ៉ានៅឯទីក្រុងបាងកកតែម្ដងមកទល់នឹងពេលនេះអាជ្ញាធរដែលនៅទីតាំងតំបន់នេះផ្ទាល់ក៏រួមទាំងអភិបាលក្រុងបាងកករួមទាំងលោកអនុទីនដែលជានាយករដ្ឋមន្ត្រីថ្មីប្រចាំប្រទេសថៃកំពុងតែឈឺក្បាលបងប្អូនណាគិតរិះរកវិធីសាស្ត្រជួយដល់ប្រជាពលរដ្ឋដែលកំពុងតែជួបផលប៉ះពាល់ក៏រួមទាំងទីក្រុងបាងកកថាតើពេលអនាគតបាងកកអាចនឹងមានផលប៉ះពាល់អ្វីខ្លះអាជ្ញាធរថៃណាបងប្អូនកំពុងតែល្វិញមុខរកដំណោះស្រាយមិនទាន់ឃើញហើយក៏កំពុងតែគិតថាតើអាចនឹងរងផលប៉ះពាល់បែបនេះកើតមាននៅទីតាំងណាខ្លះទៀតកាលពីម្សិលមិញខ្ញុំប្រាប់បងប្អូនហើយក្នុងអត្ថបទខ្ញុំបញ្ជាក់ថារងផលប៉ះពាល់ការបាក់ដីនេះកើតឡើងដោយសារតែគេសាងសង់ផ្លូវរថភ្លើងក្រោមដីណាកាត់មន្ទីរពេទ្យវ៉ាជីរ៉ាហើយនឹងឆ្លងកាត់ទន្លេចៅប្រយ៉ាទៅតំបន់សុខសវត្ថបងប្អូនណាទៅតំបន់សុខសវត្ថដូច្នេះហើយមកទល់ពេលនេះគឺនៅឯតំបន់សំសាននៅឯទីក្រុងបាងកកទល់មុខមន្ទីរពេទ្យវ៉ាជីរ៉ាហ្នឹងគឺធ្វើការបាក់ស្រុតតែម្ដងបាក់ស្រុតដីយ៉ាងគំហុកបងប្អូនណាមកទល់នឹងពេលនេះអាគារវិជ្ជសាស្ត្រមួយនេះកំពុងតែប្រឈមឥឡូវនេះមានការស្កេនមើលកំពុងតែរកដំណោះស្រាយថាតើអាចជួយសង្គ្រោះបានឬក៏មិនបានហើយអាគារនេះប្រឈមនឹងបាក់បងប្អូនបើតាមការសង្កេតមើលស្ថានភាពសសរអាគារគឺមានការប្រេះស្រាំហើយដូច្នេះងាយនឹងរងគ្រោះមកទល់នឹងពេលនេះបងប្អូនអាជ្ញាធរគឺបានប្រកាសបិទទីតាំងនេះតែម្ដងដោយសារថាมันអាចគ្រប់គ្រងស្ថានភាពនេះបានទេព្រោះมันដឹងថាមានផលប៉ះពាល់អ្វីទៀតទី1ពាក់ព័ន្ធជាមួយនឹងការហូរច្រោះដីនិងទឹកដែលកំណើនទន្លេចៅប្រយ៉ាកើនឡើងទី2នោះគឺមានផលប៉ះពាល់ពាក់ព័ន្ធជាមួយនឹងព្យុះដែលគ្រោងនឹងបក់បោកមកកាន់ប្រទេសថៃនៅថ្ងៃទី26-27ដែលរណ្ដៅនេះអាចនឹងស្តុកទឹកកាន់តែច្រើនហើយធ្វើឲ្យមានការបាក់ច្រោះកាន់តែខ្លាំងជាងមុនដូច្នេះហើយតំបន់នេះត្រូវបានបិទផ្លូវទាំងបិទមិនឲ្យប្រជាពលរដ្ឋនឹងចូលមកតំបន់នេះទេតំបន់នេះគឺត្រូវបានក្លាយទៅជាតំបន់ហាមឃាត់តំបន់ដែលមានគ្រោះថ្នាក់បំផុតបងប្អូនណាជាតំបន់ដែលមានគ្រោះថ្នាក់បំផុតមកទល់នឹងពេលនេះការស៊ើបអង្កេតការស្រាវជ្រាវការវិនិច្ឆ័យក៏មិនទាន់បានលទ្ធផលដែរបងប្អូនដោយមកទល់នឹងពេលនេះមានតែវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហាប្រឈមនានាមួយចំណុចតូចដែលកំណត់ផ្ដួចផ្ដើមគឺចេញពីអភិបាលក្រុងបាងកកតែម្ដងនៅពេលនេះអភិបាលក្រុងបាងកកបានវិនិច្ឆ័យថាគឺការបាក់ស្រុតនេះដោយសារតែទឹកទន្លេចៅប្រយ៉ានឹងមានការកើនឡើងធ្វើឲ្យមានជម្រាលទឹកកាន់តែខ្លាំងម្យ៉ាងវិញទៀតការសាងសង់ស្ថានីយ៍រថភ្លើងនៅក្រោមដីនេះគឺមិនទាន់ហើយជាស្ថាពរទេទើបបណ្ដាលឲ្យដីបាក់ហូរច្រោះចូលទៅក្នុងរូងក្រោមដីនេះឆ្នេះវិធីសាស្ត្រមានតែមួយទេគឺការប្រើប្រាស់បាវសាច់ដើម្បីទម្លាក់ចូលទីតាំងនោះដើម្បីជួយទប់ស្កាត់ការហូរច្រោះចុះទៅក្រោមទៀតបងប្អូន15ម៉ែត្រដែលស្រុតចុះទៅក្រោមនឹងហើយគឺមិនមែនឈប់ហូរទេណាគឺនៅច្រោះចុះទៅក្នុងទៀតដូច្នេះមិនដឹងថាការហូរច្រោះនេះហូរទៅតំបន់ណាយើងមិនដឹងធម្មតាការបាក់ស្រុតប៉ុណ្ណឹងគឺវាចប់ហើយមានន័យថាដីខ្សាច់ដីអីហ្នឹងខ្លាយទៅជាបាតដូចស្រះអញ្ចឹងប៉ុន្តែនេះអត់ទេបងប្អូនដូចមានគេហៅថាសរសៃទឹកឬក៏រណ្ដៅចូលទៅក្នុងទៀតដូច្នេះហើយបើការសន្និដ្ឋានរបស់ខ្ញុំទេណាបងប្អូន
បើយើងនិយាយជាភាសាខ្មែរបាបកម្មកម្មពីគេហៅថាព្រះធរណីស្រូបបងប្អូនណាព្រះធរណីស្រូបគឺអញ្ចឹងបងប្អូនដាក់អ្វីទៅគឺបាត់ដាក់អ្វីទៅគឺបានដូច្នេះហើយមកទល់នឹងពេលនេះគឺអាជ្ញាធរថៃអភិបាលក្រុងបាងកកបានប្រើប្រាស់បាវខ្សាច់ចំនួន 50,000 បាវដើម្បីទម្លាក់រក្សាលំនឹងកន្លែងនោះមិនឲ្យហូរច្រោះទៅក្នុងទៀតបើតាមការពិនិត្យការបាក់ផ្លូវដ៏ធំនៅមុខមន្ទីរពេទ្យវ៉ាជីរ៉ានៅលើផ្លូវសំសែននេះបងប្អូននៅល្ងាចថ្ងៃពុធប្រហែលម៉ោងក្រោយកើតហេតុនេះលោកអភិបាលក្រុងបានរាយការណ៍ទៅអាជ្ញាធរដឹកជញ្ជូនប្រទេសថៃនឹងឲ្យដឹកជញ្ជូនបាវខ្សាច់ចំនួន 50,000 បាវដើម្បីចូលទៅក្នុងតំបន់នេះដើម្បីទម្លាក់និងទប់ស្កាត់មិនឲ្យហូរច្រោះបន្ថែមទៀតទៅក្នុងផ្លូវរុងក្រំដីនេះគាត់បានពិពណ៌នាថាការបិទបែបនេះដើម្បីការពារទឹកច្រោះចូលហើយបញ្យល់ថាបើយើងដាក់បាវខ្សាច់នឹងជួយការពារស្ថានភាពនេះឲ្យមានស្ថិរភាពមួយរយៈដើម្បីយើងធ្វើកិច្ចការពិនិត្យនិងស្ដារប្រព័ន្ធនេះឡើងវិញថាតើគួរធ្វើរុងនេះផ្លូវក្រំដីនឹងកន្លែងថ្មីឬក៏ធ្វើនៅកន្លែងទីតាំងដដែលព្រោះដោយសារតែការធ្វើនេះគឺដូចជាខុសបច្ចេកទេសឬក៏យ៉ាងណាទេបងប្អូនផ្លូវប្រសពរថភ្លើងបែរជាមួយខាងខ្ពស់មួយខាងទាបមួយខាងជម្រៅ15ម៉ែត្រមួយខាងមានជម្រៅ30ម៉ែត្រដូច្នេះហើយធ្វើឲ្យមានការសង្ស័យហើយឥឡូវកំពុងតែធ្វើការវិភាគនិងធ្វើការ check ឡើងវិញអំពីបញ្ហាវិស្វករធ្វើរុងផ្លូវក្រោមដីរថភ្លើងនេះគឺមានបញ្ហាមួយខាងខ្ពស់មួយខាងទាបឥឡូវនេះអភិបាលក្រុងបាងកកណាបងប្អូនកំពុងប្រើប្រាស់បាវខ្សាច់ដើម្បីជួយទប់ស្កាត់អំពីស្ថានភាពដែលទឹកកំពុងតែហូរច្រោះនេះឲ្យបានមួយរយៈសិនហើយខណ្ឌឌូស៊ីតបងប្អូនខណ្ឌឌូស៊ីតនៃទីក្រុងបាងកកបានប្រកាសហាមឃាត់មនុស្សមិនឲ្យចូលទៅក្នុងអគារច្រើនជាង25នាក់ទេអគារដែលមានហានិភ័យអំពីឧបទ្ទវហេតុបាក់ផ្លូវនៅសានសៀមចាប់ពីផ្លូវប្រសពមន្ទីរពេទ្យវ៉ាជីរ៉ាទៅផ្លូវបំបែកបងប្អូនណាទៅផ្លូវបំបែករ៉ាត់ឆាវិថីនៅម៉ោងប្រមាណជា7:08នាទីព្រឹកកាលពីវេលាថ្ងៃទី24ខែកញ្ញាឆ្នាំ2025កន្លងទៅឧបទ្ទវហេតុនេះបានបង្កឲ្យមានបញ្ហាចរាចរណ៍រំខានដល់ការប្រកបមុខរបរចិញ្ចឹមជីវិតជាពិសេសគឺអាជីវកម្មដែលធ្វើឲ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅឯទីក្រុងបាងកកនៅតំបន់នេះមានការលំបាកតែម្ដងបងប្អូនគណៈដែលហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅតំបន់នេះគឺរងការខូចខាតហើយផ្លូវអាចនឹងបន្តដួលរលំបន្ថែមទៀតឬក៏ស្រុតបន្ថែមទៅអគារដែលនៅជុំវិញតំបន់នេះគឺអាចនឹងបង្កគ្រោះថ្នាក់ទៅដល់អាយុជីវិតនិងស្ថិរភាពរបស់តំបន់នេះគឺអាចនឹងរងផលប៉ះពាល់បន្ថែមទៀតដូច្នេះហើយនៅក្នុងតំបន់នៃទីក្រុងបាងកកនៅម្ដុំឯតំបន់សំសែនបងប្អូនណាតំបន់សំសែននេះគឺគេបានបិទយកតែម្ដងដោយសារតែតំបន់នេះកំពុងតែរងការគំរាមកំហែងអំពីការបាក់ស្រុតបន្ថែមទៀតហើយអគារខ្ពស់គេមិនឲ្យមនុស្សនៅលើសពី25នាក់ទេដោយសារតែអាចនឹងទម្ងន់អគារក៏រួមទាំងអាចនឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់មនុស្សដែលរស់នៅក្នុងអគារនោះបងប្អូនណាដែលទៅធ្វើការឬក៏បម្រើការងារនៅក្នុងអគារនោះដូច្នេះហើយធ្វើឲ្យមានការព្រួយបារម្ភទើបមានការទប់ស្កាត់ហើយតំបន់នេះគឺត្រូវបានបិទហើយដោយសារតែកំពុងតែសង្គ្រោះនិងធ្វើការវិភាគនៅតំបន់នេះតើមានការស្រុតបាក់បន្ថែមទៀតឬក៏យ៉ាងណាប៉ុន្តែអ្វីដែលសំខាន់គេបានឆែកមើលហើយគឺនៅតំបន់នេះអាចនឹងមានផលប៉ះពាល់និងបាក់ស្រុតបន្ថែមទៀតទី1គឺផ្លូវទី2គឺអគារខ្ពស់នឹងតែម្ដងហើយការរងផលប៉ះពាល់នេះដោយសារតែมันបណ្ដោយខ្សែរថភ្លើងដែលគេធ្វើនឹងអាចនឹងរងផលប៉ះពាល់ទាំងអស់រងផលប៉ះពាល់តើផ្លូវរថភ្លើងនេះបានធ្វើទៅដល់ទន្លេចៅប្រយ៉ាឬនៅប្រសិនបើធ្វើហើយបងប្អូនប្រសិនបើមានបញ្ហានេះមែនអាចនឹងបាក់ចន្លោះទន្លេចៅប្រយ៉ាអាចនឹងនាំទឹកហូរចូលមកតាមប្រព័ន្ធផ្លូវរុងក្រំដីនេះបង្កឲ្យមានទឹកជំនន់ជោគជាំនៅទីក្រុងបាងកកកាន់តែខ្លាំងជាងមុនទៀតបងប្អូនណាកាន់តែខ្លាំងជាងមុនទៀតដូច្នេះហើយបងប្អូនក្នុងថ្ងៃនេះគឺខ្ញុំទទួលបានព័ត៌មានប៉ុណ្ណឹងដើម្បីលើកយកមកចែករំលែកអាប់ដេតបន្តជូនបងប្អូនហើយយើងមិនទាន់ទទួលបានព័ត៌មានអ្វីដែលថ្មីបន្ថែមទៀតទេគ្រាន់តែក្នុងថ្ងៃនេះខ្ញុំទទួលបានព័ត៌មានពាក់ព័ន្ធជាមួយនឹងអាជ្ញាធរថៃកំពុងតែដុតដៃដុតជើងនិងរកវិធីសាស្ត្រទប់ស្កាត់អំពីបញ្ហាបាក់ស្រុតដីនៅឯទីក្រុងបាងកកនេះហើយក្នុងគោលបំណងរបស់អាជ្ញាធរមួយ
គឺចង់ជួយនិងជួយសង្គ្រោះទៅដល់ប្រជាពលរដ្ឋដែលនៅតំបន់នេះកំពុងតែរងហានិភ័យពាក់ព័ន្ធជាមួយនឹងការប្រកបរបររកស៊ីហិច្ចរចនាសម្ព័ន្ធគឺត្រូវបានខូចខាតរួមទាំងសំណង់អគារកំពុងតែមានការគំរាមកំហែងអំពីការបាក់បន្តទៅមុខទៀតនេះមិនទាន់មានការរំជួយដីឬក៏គ្រោះទឹកជំនន់ណាកើតឡើងនៅតំបន់នេះទេប៉ុន្តែវាគ្រាន់តែជាជំរាបទឹកដែលកើតចេញពីបាតដីដែលទន្លេចៅប្រយ៉ាមានការហក់ឡើងនៃកម្ពស់ទឹកធ្វើឲ្យជំរាបទឹកនឹងកើនឡើងហើយក៏បានហូរចូលមកក្នុងផ្លូវដែលគេកំពុងតែសាងសង់ផ្លូវក្រោមដីបងប្អូនណាដើម្បីធ្វើជាផ្លូវរថភ្លើងដែលគេហៅថាខ្សែរថភ្លើងពណ៌ស្វាយហើយឥឡូវនេះតន់ចប់ជាស្ថាពរទេឥឡូវនេះត្រូវមានហានិភ័យកើតឡើងហើយហានិភ័យកើតឡើងនេះមិនត្រឹមតែកើតឡើងត្រឹមតែមួយតំបន់នៅមុខនឹងពេទ្យវ៉ាជីរ៉ានឹងទេគឺផ្លូវនេះគេសន្និដ្ឋានថាអាចនឹងកើតមានគឺមួយផ្លូវដែលកំពុងតែសាងសង់នឹងតែម្ដងដោយសារតែវិស្វករដែលសាងសង់ផ្លូវនេះគឺមានផលប៉ះពាល់ទី1គេកំពុងតែគិតថាផ្លូវរថភ្លើងប្រសពគ្នាហេតុអ្វីធ្វើមួយខាងខ្ពស់មួយខាងទាបផ្លូវមួយខាងមានជម្រៅ15ម៉ែត្រផ្លូវមួយខាងទៀតមានជម្រៅ30ម៉ែត្រដូច្នេះហើយធ្វើឲ្យមានការខ្ពស់ទាបទើបនាំឲ្យបាក់ដីធ្លាក់ចូលទៅខាងផ្លូវដែលជ្រៅជម្រៅ30ម៉ែត្រនិងបង្កឲ្យមានការបាក់ស្រុតណាបងប្អូនណាបាក់ស្រុតហើយរួមទាំងការដែលបាក់ស្រុតហ្នឹងគឺបានទាញយកសសរខ្សែភ្លើងក៏រួមទាំងធ្វើឲ្យបាក់បែកនៅទយោទឹកបំពង់ទឹកធំហ្នឹងគឺបានធ្វើឲ្យទឹកហ្នឹងហូរណាបងប្អូននាំយកដីចុះទៅបាតក្រោមកាន់តែខ្លាំងទៅទៀតដូច្នេះហើយបងប្អូនសម្រាប់ក្នុងថ្ងៃនេះគឺខ្ញុំមកចង់អាប់ដេតជូនបងប្អូនប៉ុណ្្នឹងទេហើយយើងនឹងតាមដានព័ត៌មាននេះបន្ថែមទៀតនៅថ្ងៃបន្ទាប់ឬក៏ពេលល្ងាចបងប្អូនណាខ្ញុំនឹងធ្វើការអាប់ដេតជូនបងប្អូនឲ្យបានដឹងអំពីស្ថានភាពព្រឹត្តិការណ៍ដែលកំពុងតែកើតមាននៅឯប្រទេសថៃហើយបងប្អូនមួយចំនួនក៏កំពុងតែសប្បាយចិត្តបងប្អូនណាហើយឥឡូវនេះខ្ញុំឃើញ page ថៃគេបានចុះផ្សាយមួយបងប្អូនឥឡូវនេះគេយក screenshot បងប្អូនដែលចូលទៅ comment ក្នុង page របស់គេហ្នឹងគេយកទៅផុសតែម្ដងគេថាគេកំពុងតែជួបផលវិបាកប៉ុន្តែមានអ្នកសោយចំអកបងប្អូនណាមានអ្នកសោយចំអកហើយខ្ញុំក៏អស់សំណើចដែលខ្ញុំមើលការផុសរបស់គេហ្នឹងហើយខ្ញុំអស់សំណើចថាតាមពិតទៅខ្ញុំក៏មិនចង់សោយដែរប៉ុន្តែអ្វីដែលអ្នកធ្វើគឺអ្នកត្រូវតែទទួលណាបងប្អូននេះជាបាបកម្មប្រទេសថៃដូច្នេះហើយគ្មានអ្វីដែលត្រូវតវ៉ាគ្មានអ្វីដែលត្រូវមករារាំងប្រជាជនកម្ពុជាថាមិនអោយទៅសោយចំអកអ្នកទេដោយសារទង្វើរបស់អ្នកអត់មានអ្វីដែលធ្វើឲ្យប្រទេសកម្ពុជាអាណិតអាសូរណាបងប្អូនណាដែលធ្វើឲ្យប្រជាជនកម្ពុជាអាណិតអាសូរកាលពីដើមឡើយបងប្អូនប្រជាជនកម្ពុជាយើងពូកែខាងអាណិតគេណាស់បងប្អូនខ្ញុំសូមរំលឹកបន្តិចពេលដែលប្រទេសថៃជួបគ្រោះទឹកជំនន់ខ្ញុំចាំឆ្នាំមិនបានទេបងប្អូនប្រទេសកម្ពុជាប្រជាជនកម្ពុជាធ្វើការ respect មែនតើបងប្អូនណា respect ទៅលើប្រទេសថៃមែនតើម្នាក់បាទគឺថាអាណិតអាសូរថៃមែនតើដែលប្រទេសថៃជួបគ្រោះទឹកជំនន់បងប្អូនណាដោយសារតែប្រជាជនខ្មែរយើងគឺមានក្រមសីលធម៌ច្បាស់លាស់ណាបងប្អូនហើយម្យ៉ាងវិញទៀតអាការអាណិតអាសូរប្រជាជនគេហ្នឹងគឺជាអត្តចរិតរបស់ប្រជាជនកម្ពុជាតែម្ដងធ្វើយ៉ាងណាក៏មិនអាចលុបអត្តចរិតមួយនឹងចោលដែរគឺខាងចង់ជួយសង្គ្រោះបងប្អូនណាជួយសង្គ្រោះអាណិតអាសូរជួយគេហ្នឹងគឺប្រជាជនកម្ពុជាយើងនឹងឯងប៉ុន្តែមកពេលដល់រួចទៅគេហៅថាជួយបានទោសបងប្អូនជួយគេឲ្យបានទោសប្រទេសថៃដាក់មកវិញមកទំហឹងតែមិនខ្វល់ទេបងប្អូនណាឲ្យអ្នកឯងលេងសិនទៅលេងមកប្រាវសិនទៅប៉ុន្តែកុំភ្លេចថាប្រជាជនកម្ពុជាមិនតបតដោយប្រើប្រាស់កម្លាំងហិង្សាទៅដាក់អ្នកឯងទេប៉ុន្តែប្រជាជនកម្ពុជាប្រើបងប្អូនណាការបន់ស្រន់ការបួងសួងទៅកាន់សក្តិទេវរាជស្ដេចទេវតាណាបងប្អូនព្រះម៉ែកង្ហិងព្រះធរណីព្រះពាយព្រះភិរុនព្រះអគីបន់ស្រន់ឲ្យលោកជួយកាត់ក្តីណាបងប្អូនរកយុត្តិធម៌ឲ្យប្រជាជនកម្ពុជាដូច្នេះហើយមិនចាំបាច់ជនកម្ពុជាប្រើមធ្យោបាយអំពើហិង្សាទៅដាក់អ្នកទេមិនចាំបាច់ទៅទិញយន្តហោះចម្បាំងណាតម្លៃរាប់លានដុល្លារនាវាមួយទឹកយកមកសម្ញែងដោយអ្នកទេប៉ុន្តែអ្វីដែលអ្នកធ្វើអ្នកនឹងទទួលបាបកម្មយ៉ាងច្បាស់លាស់តែម្ដងដូច្នេះបងប្អូនក្នុងថ្ងៃនេះខ្ញុំរៀងវែងឆ្ងាយជាមួយបងប្អូនហើយដោយសារតែចង់និយាយលេងផងអីផងហើយក្នុងឱកាសនេះខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនប្រសិនបើមានអ្វីដែលឆ្គងពាក្យសម្ដីត្រង់ណាដែលខ្ញុំនិយាយទៅបងប្អូនណាប៉ះពាល់ដល់អារម្មណ៍
បងប្អូនឬក៏មានពាក្យសម្ដីណាដែលខ្ញុំនិយាយទៅភ្លាំងភ្លាត់ត្រង់ចំណុចប្រការណាមួយសូមបងប្អូនខន្តីអភ័យទោសនិងលើកលែងឲ្យខ្ញុំផងហើយក៏ជួយ comment ដើម្បីឲ្យខ្ញុំកែសម្រួលបងប្អូនណាដោយសារតែពាក្យពេចន៍ចុងជួនមួយចំនួនខ្ញុំនិយាយទៅមិនចំតួអក្សរឬក៏យ៉ាងណាសូមបងប្អូនជួយកែលម្អទាំងអស់គ្នាហើយម្យ៉ាងវិញទៀតក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានទស្សនានៅវីដេអូរបស់ខ្ញុំបាទបើពេញចិត្តកុំភ្លេចជួយចុច like ជួយចុច subscribe ដើម្បីទទួលបានអត្ថបទពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍នានាដែលកើតមាននៅឯប្រទេសថៃមកទល់នឹងពេលនេះបងប្អូនចង់ដឹងណាស់បងប្អូនណាសូម្បីតែខ្ញុំក៏ចង់ដឹងដែរមួយថ្ងៃគឺខ្ញុំស្វែងរកព័ត៌មានដើម្បីយកមកចែករំលែកជូនបងប្អូនទាំងអស់គ្នាដូច្នេះខ្ញុំបានពេលនេះក៏សូមអរគុណហើយក៏សូមជម្រាបលាបងប្អូនទៅពេលនេះជួបគ្នានៅឱកាសក្រោយទៀតបងប្អូនណាជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណសូមជម្រាបលា